ជាសួរគ្រូខ្ញុំបាទឈ្មោះហ៊ឿនឆៃលៀងថ្ងៃនេះមកបង្កើតបង្កើត basic comment និងនៅក្នុង file folder និង file ផ្សេងៗមកឥឡូវខ្ញុំបានបើកមិនសិនហើយខ្ញុំត្រូវការlogin ហើយនិង password ដើម្បី access ចូល Camera ឥឡូវនេះខ្ញុំត្រូវធ្វើការវាយ comment who am I ដើម្បី access ចូលដើម្បីឆែកចូល username បន្ទាប់មកយើងធ្វើការវាយ pwd ដើម្បីយើងដឹងថាយើងចូលក្នុង path មួយណាបន្ទាប់មកយើងវាយ IP .clear A ដើម្បីយក IP address ដើម្បីយកម៉ាស៊ីនពិតដើម្បីយកម៉ាស៊ីនពិតដើម្បីលុបចូល Linux តមកយើងត្រូវការ login SSH ហើយនឹងឈ្មោះ username ហើយនឹង IP address បន្ទាប់មកកន្លែងនេះយើងធ្វើការយក yes បន្ទាប់មកយើងវាយ password ដើម្បី access ចូលបន្ទាប់ពីយើង access បានហើយយើងធ្វើការឆែក username មកយើងឆែក path directory បន្ទាប់មកយើងនឹងធ្វើការ update packet មួយចំនួនបន្ទាប់មកក្នុងនោះវានឹងទាមទារ password របស់យើងធ្វើការបង្កើត file text ដោយប្រើពាក្យ keyword text ហើយនៅក្នុង file មួយហ្នឹងខ្ញុំនឹងសរសេរ text មួយចំនួនដោយប្រើ keyword echo បន្ទាប់ពីហ្នឹងខ្ញុំនឹងចេញពី file text មួយហ្នឹងដើម្បីទៅបង្កើត folder ម្ដងហើយនៅក្នុងការបង្កើត file ហ្នឹងយើងប្រើ keyword mkdir របស់ខ្ញុំមានប៉ុណ្ណឹងលោកគ្រូអញ្ចឹងមុននឹងបញ្ចប់យើងត្រូវប្រើ keyword sudo sudo ដើម្បីបញ្ចប់របស់វាទៅប៉ុណ្ណឹង